អ្នកណាថាម្ហូបអត់សាច់ញ៉ាំអត់ឆ្ងាញ់សាកមកធ្វើមួយមុខនេះញ៉ាំមើលដឹងតែចាប់មាត់ហ្មងហើយបើយកទឹកសុសមកស្រូបជាមួយបាយញ៉ាំទៀតណារសជាតិកាន់តែឆ្ងាញ់ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនោះក៏មានជំនួយការពិសេសរបស់ខ្ញុំដែរគឺម្សៅស៊ុបសញ្ញារំដេះដើម្បីជួយបង្កើនក្លិននិងរសជាតិឲ្យកាន់តែឆ្ងាញ់អ្នកទាំងអស់គ្នាអាចសាកធ្វើញ៉ាំបានណា